តាមមើលរូបរាងពុកម៉ែបងប្អូនថាជាសត្វអីដែរបើតាមខ្ញុំមើលខាងក្រោមហ្នឹងគឺដូចជារូបនេះរូបពស់ណាពុកម៉ែបងប្អូនរូបនេះរូបពស់តែខាងលើដូចជាពស់គ្រុឌជាពស់អីពុកម៉ែបងប្អូនមើលនេះគឺឆ្លាក់មកភ្ជាប់គ្នាតែម្ដងបាទសួស្តីពុកម៉ែបងប្អូននេះគឺជាប្រាសាទបានណន់ប្រាសាទបានណន់ខេត្តបាត់ដំបងនៅស្រុកបានណន់តែម្ដងហើយនេះគឺជាប្រាសាទបុរាណខ្មែរយើងដែលកសាងតាំងពីចំនួនបុរាណរាប់រយរាប់ពាន់ឆ្នាំមុនចឹងហើយបន្សល់ទុកនៅគេដំណើរស្នាដៃដ៏អស្ចារ្យអច្ឆរិយៈវត្ថុអច្ឆរិយៈសំណង់ដ៏អស្ចារ្យណានេះមានថ្មបាយក្រៀមថ្មបាយក្រៀមនេះបើសិនជាអត់សឹកវិញមើលអត់ឃើញគ្រោះតែម្ដងដោយសារតែដូនតាខ្មែរយើងគឺលោកចិត្តតម្រឹមខាត់ឲ្យឡើងលលងតែម្ដងហើយនេះតោដកតោនេះធំមែនទែនលេងជួយថតរូបឲ្យស្លាប់នេះនេះថតខ្ញុំបាញ់តាមនេះទៅនេះតែគ្រុឌនៅពីលើនេះនៅពីក្រោមនេះដូចពស់ប៉ុន្តែគ្រុឌនៅពីលើនេះគ្រុឌចឹងហើយនៅក្នុងសាច់រឿងហ្នឹងគឺអ្នកហ្នឹងអត់ឈ្នះគ្រុឌទេគូសត្រូវនឹងគ្នាចឹងហើយគេដាក់គ្រុឌនៅពីលើមុខគ្រុឌថតមុខទេកណាថតគ្រុឌណែទេនេះថតគ្រុឌណែថតមុខពីគ្រុឌខាគ្រុឌគេដាក់đấyគ្រុឌđấyដើម្បីសុទ្ធតែសល់តាំងពីចំនួនបុរាណមកណាចម្លាក់ការឆ្លាក់ក្បាច់ក្បូរហ្នឹងគឺសុទ្ធតែបែបបទបុរាណតែបើតាមយើងមើលទៅតាមខាងហ្នឹងមានក្បាលនេះក្បាលអីណាពុកម៉ែបងប្អូនតាមមើលរូបរាងពុកម៉ែបងប្អូនថាជាសត្វអីដែរបើតាមខ្ញុំមើលខាងក្រោមហ្នឹងគឺដូចជារូបនេះរូបពស់ណាពុកម៉ែបងប្អូនរូបនេះរូបពស់តែខាងលើដូចជាពស់គ្រុឌជាពស់អីពុកម៉ែបងប្អូនមើលនេះគឺឆ្លាក់មកភ្ជាប់គ្នាតែម្ដងហើយខ្លួនគឺខ្លួននេះមានការបាក់បែកទៅយើងមើលមិនសូវស្គាល់ណាពុកម៉ែបងប្អូនមានការបាក់បែកខ្លះសរូបរាងខ្លះដោយសារសំណឹកដោយសារត្រូវភ្លៀងត្រូវខ្យល់រាប់រយរាប់ពាន់ឆ្នាំទៅការសឹករិចរិលមានតាមនឹងឆ្លងកាត់សង្គ្រាមពីសតវត្ស1ទៅសតវត្ស1មានសង្គ្រាមមានការប៉ះពាល់តាមនឹងដែរពុកម៉ែបងប្អូនហើយឡើងមេឃកំពុងតែភ្លៀងទៀតនឹងតឡើងកើតឬមិនកើតទេដោយសារតែខ្ពស់គ្រាន់ដែរឡើងមកហត់ហើយប្រកាន់ដៃហ្នឹងគឺធ្វើក្រោយទេហើយចតាមានការជួសជុលវាឡើងផ្លូវឡើងទៅចនាបុរាណគេធ្វើពីថ្មចដាសបាយហ្នឹងគឺរៀបអីទៅតាមផ្លូវចាស់ដែរពុកម៉ែបងប្អូនតាមផ្លូវបុរាណអូនេះមានប្រភពទូចមួយនៅផ្លូវឡើងណានៅគៀមផ្លូវឡើងពុកម៉ែបងប្អូននេះប្រភពតូចមួយមានស្ករគ្រាប់សំណែនសែនហ្នឹងណាពុកម៉ែបងប្អូនមើលតាមជំនឿខ្មែរយើងតាំងពីបរមបុរាណមកការសែនកន្លែងវត្ថុស័ក្តិសិទ្ធិហ្នឹងសុទ្ធតែមានសំណែនសែនបន់ច្រាន់អីផ្សេងហ្នឹងណានេះពុកម៉ែបងប្អូនរូបនេះរៀងច្បាស់ប៉ុន្តែចំពោះគ្រុឌភាគច្រើនគឺបាក់ខ្ញុំអត់ដឹងមិនដែរណាពុកម៉ែបងប្អូនចាំមើលខ្ញុំថតចែកជូនពុកម៉ែបងប្អូនមើលរូបចម្លាក់ផ្សេងទៀតភាគច្រើនគឺបាក់ចំពោះហើយរូបមិញគឺបាក់ចំពោះដែរណាហើយចាំមើលរូបផ្សេងទៀតនេះគឺរូបច្បាស់នេះពស់ដូចពស់ផងនេះផងនេះក្បាល3ពុកម៉ែបងប្អូនហើយខាងដូចជាតិចដូចគ្រុឌតិចឯងពុកម៉ែបងប្អូនគឺថាត
តែខ្លួននេះអាចតែគ្រុតទេពុកម៉ែបងមានចំពោះមានអីអាចតែស្ដាច់គ្រុតស្ដាច់អីណាពុកម៉ែបងព្រោះក្នុងរឿងហ្នឹងគឺស្ដាច់ញាក់និងស្ដាច់គ្រុតហ្នឹងគឺអត់ត្រូវគ្នាទេពុកម៉ែបងឆ្លោះគ្នាខំគ្នាតើខំគ្នាអញ្ចឹងគ្រុតតែងតែឈ្នះនាគណាពុកម៉ែបងខំគ្នាជាមួយនាគវាប្រហារគ្នាបាក់ចំពោះទៀតពុកម៉ែបងបាក់ចំពោះទៀតអញ្ចឹងគ្រប់តែរុកវាមិនទៅឬក៏មាននាគបើវាប្រហារឬក៏មានអីបានបាក់ចំពោះរហូតគ្រប់រុកតែមើលយើងទៅមើលរុកផ្សេងទៀតណានេះគឺខ្លួនណាពុកម៉ែបងខ្លួនដងខ្លួនវាមានដៃមានអីនេះពុកម៉ែបងមានដៃមានអីខាងក្រោមបាក់ដែរពុកម៉ែបងនោះដែរអូនេះខាងនេះនៅតែពុកម៉ែបងបាក់មកជាហៀងពុកម៉ែបងបាក់មកចំហៀងនៅមកចំហៀងសិតតែបាក់ទាំងអស់ពុកម៉ែបងមិនដឹងថាមូលហេតុអីចំពោះហ្នឹងណាតែចំពោះតូចទៅវាងាយនឹងសឹករីករាលដឹងមកទៅពុកម៉ែបងឬក៏មានការប៉ះពាល់ជាមួយនឹងក្របកំភ្លើងក្របបែកអីណាពុកម៉ែបងយើងមិនដឹងដែរសម័យមុនគឺជាសម័យហើយឆ្លងកាត់សង្គ្រាមរំអស់ទេខ្មែរយើងសង្គ្រាមស៊ីវិលផងសង្គ្រាមឈ្លានពានផងយើងរៀនប្រវត្តិសាស្ត្រគឺតាំងពីវិទ្យាល័យមកគឺដឹងហើយពុកម៉ែបងពីសម័យកាលមួយគឺយើងមានការឆ្លោះគ្នាបែកបាក់ផ្ទៃក្នុងផងហើយនឹងសង្គ្រាមឈ្លានពានផងអញ្ចឹងទៅវារ៉ាំរ៉ៃធ្វើឲ្យខូចខាតនៅរចនាបថវត្ថុបុរាណផ្សេងណាហើយយើងមើលមករុកទៀតគឺអត់អីទេរុកនេះគឺចំពោះអីគឺឆែតបន្តិចដែរនេះពុះគ្រុតឯនេះគ្រុតលើនាគនៅពីក្រោមអញ្ចឹងស្ដាច់គ្រុតតែងតែឈ្នះនាគឃើញនេះអូខាងនេះនៅចំពោះពេញល្អនេះខាងនេះបានឃើញរុករៀងហើយអូរុករៀងពេញហ៎រុករៀងពេញគឺបែបនេះណាពុកម៉ែបងប្អូននេះឃើញចំពោះអត់នេះឃើញចំពោះស្ដាច់គ្រុតនេះពុកម៉ែបងប្អូននេះគឺគ្រុតវាបានកញ្ញ៉ាំដល់មុតស្រួយទៅនឹងចំពោះដល់មុតស្រួយណាពុកម៉ែបងប្អូនអញ្ចឹងហើយហោះមានស្លាបហើណាតាមយើងមើលរឿងណាពុកម៉ែបងប្អូនហើយតាំងពីយូរឡងណាស់មកហើយនេះពុកម៉ែបងប្អូនគេធ្វើជាក្បាច់បែបហ្នឹងតែម្ដងគឺនៅពីលើស្ដេចនាគនៅពីក្រោមណាមានច្រើនណាពុកម៉ែបងប្អូនជុំវិញនៅកន្លែងផ្លូវឡើងតែម្ដងតោច្រើនដែរតោនេះ6តោក្រៅតោនេះ6តោនេះខាងនេះមកចំហៀង3មកចំហៀង3តោនេះមិនដឹងថាសល់ពីសម័យប្រាសាទឬក៏តោថ្មីទេពុកម៉ែបងប្អូនអធិស្ឋានណាតែតាមមើលទៅគឺមានរូបរាងចំណាស់ហើយពុកម៉ែបងប្អូនចំណាស់ហើយតើមួយនេះដាច់កតុយបាត់ហ្នឹងដាច់កតុយបាត់ភ្ញៀវទេសចរឥឡូវភ្លៀងដោយសារមេឃចង់ភ្លៀងចាំឲ្យភ្ញៀវក៏ទៅអស់កើតរត់ណាខ្លាចភ្លៀងមកទៅទឹកភ្លៀងមកបាត់ហើយនោះមកតក់បាត់ហើយនោះចាំអាធំទេប៉ុណ្ណឹងក៏បានដែរ